ក្រុមប្រឹក្សាខេត្តសៀមរាបបន្តវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ដើម្បីប្រមូលរាល់ក្តីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយនៅថ្ងៃទី10ខែធ្នូឆ្នាំ2025ក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ខ្លួនដើម្បីប្រមូលបញ្ហាប្រឈមរួមនឹងក្តីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយសម្រាប់គោលដៅស្រុកសូត្រនិគមក្រុមការដឹកនាំរបស់ឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តនិងលោកអឹងកំលៀងអភិបាលរងខេត្តដែលមានការចូលរួមពីក្រុមការងារតំណាងមន្ទីរអង្គភាពសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបលោកអឹងកំលៀងអភិបាលរងខេត្តមានប្រសាសន៍ថាវេទិកានេះពីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋបានលើកឡើងពីក្តីកង្វល់និងបញ្ហាប្រឈមក្នុងមូលដ្ឋានឲ្យមន្ត្រីជំនាញធ្វើការបំភ្លឺនិងដោះស្រាយតាមទួលនីតិនិងវិស័យនីមួយៗក្នុងន័យអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរនិងឆាប់រហ័សលោកក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងក្តីកង្វល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ខិតខំប្រឹងប្រែងដោះស្រាយនិងអនុវត្តតាមសំណពររបស់ពួកគាត់ឲ្យបានឆាប់រហ័សជាពិសេសបញ្ហាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈជាដើមលោកអភិបាលរងខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់និងអន្តរាគមន៍ចំពោះការងារសកម្មភាពណាដែលយឺតយ៉ាវជូនពលរដ្ឋឲ្យបានទាន់ពេលវេលាត្រូវពង្រឹងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អជាពិសេសសេវាច្រកចេញចូលតែមួយត្រូវផ្ដល់សេវាឲ្យបានល្អប្រសើរនិងទាន់ពេលវេលាជូនពលរដ្ឋរួមទាំងជំរុញដល់លោកគ្រូអ្នកគ្រូបណ្ដុះស្មារតីសិស្សានុសិស្សឲ្យមានស្មារតីស្នេហាជាតិមាតុភូមិរបស់យើងសូមជម្រាបថាក្នុងវេទិកានេះក្រុមការងារទទួលបានសំណួរសំណូមពរផ្ទាល់មាត់និងជាលិលាអក្សរចំនួន15ក្នុងនោះសំណួរសំណូមពរផ្ទាល់មាត់ត្រូវបានមន្ត្រីជំនាញធ្វើការបំភ្លឺដោះស្រាយភ្លាមៗដោយឡែកសំណួរជាលាយលក្ខណ៍អក្សរក្រុមការងារនឹងធ្វើការពិនិត្យនិងដោះស្រាយជូនពលរដ្ឋថ្លែងក្នុងឱកាសនោះឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថាវេទិកានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញអភិបាលកិច្ចល្អនៅក្នុងមូលដ្ឋានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងជំរុញការអភិវឌ្ឍមូលដ្ឋានបានឆាប់រហ័សនិងទាន់ពេលវេលាជូនប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមប្រឹក្សាបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងវិធានការគ្រប់គ្រងនិងការបង្ការទប់ស្កាត់មូលដ្ឋានទាក់ទងនឹងបញ្ហាក្មេងទំនើងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រីបញ្ហាទំនាក់ទំនងអនឡាញទាក់ទង Gender គ្រប់ទម្រង់គ្រប់រូបភាពដែលកំពុងកើតមាននៅក្នុងសហគមន៍ដែលជាកត្តាចម្បងរបស់ប្រជាពលរដ្ឋក្នុងសន្តិសុខមូលដ្ឋានរបស់ខ្លួន